អាជីវករផ្សារដើមគោដែលលក់តាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់ធ្វើឲ្យផ្លូវកកស្ទះពិបាកធ្វើដំណើរនេះគឺគម្រោងនេះមានរយៈពេលច្រើនឆ្នាំហើយមិនមែន2ឆ្នាំឬក៏3ឆ្នាំទេចង់10ឆ្នាំជាងហើយរហូតមកដល់ថ្ងៃទី18ខែ1 2026នេះគម្រោងត្រូវបានអនុវត្តយ៉ាងពិតប្រាកដឥឡូវនេះអាជីវករលក់ដូរតាមបណ្ដាដងផ្លូវនឹងឲ្យពីមុខនិយាយផ្សារនាគមាសជុំវិញផ្សារដើមគោគឺចេញបាតកម្មគ្រប់ច្រកទាំងអស់សំណួរសួរថាហេតុផលអ្វីដែលអាជីវករមួយចំនួនគាត់មិនព្រមផ្លាស់ប្ដូរអញ្ចឹងយើងត្រូវតែស្ដាប់ហេតុផលគាត់ហ្នឹងហើយដើម្បីរកចំណុចកែសម្រួលជូនពួកគាត់អាជ្ញាធរគួរស្វែងរកនៅដំណោះស្រាយថ្មីឬវិធានការណាមួយឲ្យល្អសម្រាប់អាជីវកររួមទាំងអាជ្ញាធររួមទាំងប្រជាជនដែលគាត់ធ្វើដំណើរទៅវិញទៅមកនេះដើម្បីកុំឲ្យស្ទះផ្លូវដើម្បីឲ្យសុខភាពទីក្រុងស្អាតហើយជាពិសេសពោពេញដោយផាសុខភាពដោយសារអីបងប្អូនមើលទស្សនវិជ្ជាផ្សារសប្តាហ៍ថ្ងៃនេះបងប្អូនដែលរស់នៅជុំវិញផ្សារនេះនឹងគាត់ដឹងស្រាប់ហើយផ្លូវវាស្ទះទី1ទី2ភាពស្អុយកកិច្ចកក្រុកនឹងឲ្យប៉ះពាល់សុខភាពប្រជាជនបងប្អូនធ្វើដំណើរឆ្លងកាត់ជាពិសេសអ្នកដែលគាត់រស់នៅតំបន់នឹងផ្ទាល់តែម្ដងគឺកកិច្ចកក្រុកក្លិនស្អុយនឹងឲ្យប៉ះពាល់សុខភាពខ្លាំងណាស់ហើយបងនិយាយពីផ្លូវនិយាយឲ្យចំផ្សារនេះមានផ្សារដើមគោបងប្អូនពេលខ្លះកុំថាឡើយតែជិះម៉ូតូជិះឡានតែដើរមិនចង់ចុះផងអានឹងយើងនិយាយពីហេតុផលឲ្យត្រង់ទៅវិញទៅមកទាំងអស់គ្នាដើម្បីរកដំណោះស្រាយឲ្យសមស្របស្មើភាពគ្នាទាំងសងខាងបងប្អូនមើលនេះទស្សនវិជ្ជាបងប្អូនឃើញពេលដែលរៀបចំទៅស្រស់ស្អាតផ្លូវទលាយនេះផ្សារដើមគោហើយនេះទស្សនវិជ្ជាផ្លូវទលាយអនុវត្តស្អាតផ្សារនាគមាសហើយអត់ដែរមានប្រវត្តិផ្សារដើមគោផ្សារនាគមាសណាមានផ្លូវទលាយស្ដាប់ធ្នាប់ស្អាតចឹងទៅមកមើលឃើញនៅ2026បើកឆាកនេះទេក្នុងនាមជាប្រជាជនពិតជាចង់ឃើញរូបភាពបែបនេះជារៀងរហូតមិនមែនអនុវត្តវិធានការនេះបានតែមួយឆាវចង់ឲ្យវិធានការនេះធ្វើទៅជោគជ័យជារៀងរហូតបើតាមយោបល់ខ្ញុំគឺដោយសារតែខ្ញុំធ្លាប់រស់នៅផ្សារនាគមាសបងប្អូនគឺខ្ញុំប្រើជីវិតរៀនចប់ថ្នាក់ទី12ខ្ញុំរស់នៅផ្សារនាគមាស3ឆ្នាំហើយខ្ញុំមានគ្រួសារហ្នឹងហើយខ្ញុំបើកកន្លែងបោះដុំផ្លែឈើរហូតដល់7ឆ្នាំជីវិតដែលខ្ញុំធ្លាប់រស់នៅផ្សារនាគមាសហើយបើចំណែកផ្សារដើមគោគឺខ្ញុំធ្លាប់រស់នៅការខ្ញុំរៀនថ្នាក់ទី12ហ្នឹងគឺខ្ញុំធ្វើការនៅហាងម្ហូបអញ្ចឹងខ្ញុំអាសាដើរទៅទិញបន្លែនៅផ្សារដើមគោនៅពេលយប់អញ្ចឹងអ្វីដែលយើងទៅមើលឃើញផ្ទាល់យើងអាសាចេញចូលហើយយើងធ្លាប់បានស្ថិតនៅក្នុងទីតាំងហ្នឹងអញ្ចឹងយើងអាចយល់អារម្មណ៍ហើយហេតុផលដែលខ្ញុំនិយាយនេះខុសត្រូវអីក៏សូមទោសបងប្អូនប៉ុន្តែនេះជាគំនិតខ្ញុំហើយគំនិតខ្ញុំគិតថាអាជីវករលក់ដូរក៏គាត់មានអារម្មណ៍ដូចជាខ្ញុំព្រោះដោយសារតែខ្ញុំធ្លាប់លក់ដូរនៅទីតាំងផ្សារនាគមាសបោះដុំផ្លែឈើតាំងពីផ្សារនាគមាសតូបជួលតម្លៃ500ហើយអត់ទាន់មានមនុស្សលក់ដូរច្រើនអញ្ចឹងទេរហូតដល់មកដល់ពេលនេះផ្សារនាគមាសបងប្អូនរីករាយរហូតដល់តាមរបងម៉ងនីយ៉ៅព្រឹកឡើងគឺលក់ឡើងណែនហើយជំនាន់មុនខ្ញុំជួលបងប្អូនដល់ស្ងាត់ជ្រាបទេតូបត្រឹមតម្លៃមួយខែ$500ទេរហូតខ្ញុំជួលហ្នឹងគឺជួលមិននៅផ្សារនៅតាមផ្ទះតាមផ្លូវជួលមុខអញ្ចឹងណារហូតយូរទៅឡើងមួយខែរហូតដល់$1500ហ្នឹងតូបជួលហើយខ្ញុំប្រាប់បងប្អូនអាតូបដែលខ្ញុំជួលហ្នឹងដោយសារខ្ញុំមានសម្ពាធពេកឡើងរហូតឡើងអត់ចេះចប់ត្រឹមតែដាក់អវ៉ាន់បាន2តោនរកកន្លែងដើរលេងចង់ឃើញអត់មានបន្ទប់ទឹកអត់មានកន្លែងដេកណាឡើងរហូតដល់$1500ទឹកបង់ផ្សេងភ្លើងបង់ផ្សេងទៀតរហូតខ្ញុំរួចខ្ញុំក៏ឈប់ដោយសារខ្ញុំមានសម្ពាធហើយខ្ញុំប្រាប់បងប្អូនបើផ្ទះមួយជុំចំផ្លូវចំច្រកមុខវិញគ្មានក្រមមួយខែ$3000រយៈ2000ថោកអស់ហើយ$1500ហើយបើក្រុមឆាត់លក់មកព្រឹកតាមមុខផ្លូវហ្នឹងបងប្អូនក៏មើលងាយមួយព្រឹក$700ទៅ$500បើសិនជាលក់តាមមួយក្តារ1ម៉ែត្រទេណាបងប្អូនតាមរបងម៉ងនីយ៉ៅខ្ញុំបាយស្អុយអស់មកព្រឹកក៏គ្មានក្រុម$300ទៅ$500ក្នុងមួយខែដល់តែពេលយូរទៅបងប្អូនខ្ញុំនិយាយអ្នកលក់គាត់នាំគ្នាមកលក់រៀដេញរហូតមកលក់តាមផ្លូវជាប់ខ្នងហ្នឹងទេព្រោះអ្នកទិញគាត់ដើរចូលទៅក្នុងទេយូរទៅគាត់មកទិញតែអ្នកក្រៅអញ្ចឹងអ្នកនៅក្នុងយូរនាំគ្នារត់ចេញមករត់តូបតាមផ្ទះជាប់ផ្លូវជាតិនេះមកលក់ដល់ផ្សារមែនទែនក្រុងខាងក្នុងនោះអត់សូវមានអ្នកលក់ទេអញ្ចឹងហ្នឹងហេតុផលដែលពួកគាត់ចូលចិត្តនាំគ្នាមកលក់តាមដងផ្លូវយូរទៅហ្នឹងហេតុផលហើយចំណែកហេតុផលមួយទៀតអាជីវករភាគច្រើនណាបងប្អូនដែលលក់នៅផ្សារដើមគោផ្សារនេះមានប្រកាសតាមចិញ្ចើមផ្លូវភាគច្រើនគឺអ្នកមកពីខេត្តមកពីចំការគាត់ដឹកតាមរមាក់តាមឡានមកគាត់មានតិចតួចប្រមូលពីចការខ្លួនឯងអញ្ចឹងគាត់យកមកបញ្ឈរលក់អញ្ចឹងគាត់មានអត់ទៀងទាត់ទេជួនបេះបានតិចជួនបេះបានច្រើនមួយទៀតគឺគាត់អត់មានសមត្ថភាពជួលផ្ទះថ្លៃអញ្ចឹងគាត់សុំគេជួលតាមចិញ្ចើមខ្នងហ្នឹងដើម្បីលក់ហ្នឹងហើយដើម្បីលក់អញ្ចឹងបើសិនជាករណីនេះបើធ្វើឲ្យបែកបើតាមកំណត់ខ្ញុំឲ្យស្មើភាពគ្នាហ្នឹងហើយក្នុងផ្សារដើមគោផ្សារនាគមាសខ្ញុំនិយាយឲ្យត្រង់ភាគច្រើនអ្នកលក់តាមចិញ្ចើមខ្នងភាគច្រើនជាជនជាតិខ្មែរពិតប្រាកដហើយអ្នកដែលមានតូបមានឃ្លាំងធំបោះដុំមានរហូតទិញដល់ផ្ទះមានតូបមានឃ្លាំងផ្ទាល់ខ្លួនកម្មសិទ្ធិជួលតូបធំភាគច្រើនមិនមែនជាខ្មែរទេហ្នឹងហើយខ្ញុំនិយាយចឹងហ្មងអញ្ចឹងដើម្បីធ្វើគម្រោងនេះឲ្យបែកហើយកុំឲ្យបែកតែឆ្នាំងបាយប្រជាជនខ្មែរហើយដើម្បីឲ្យស្មើភាពគ្នាឲ្យពួកគាត់ទទួលយកបានអ្វីដែលខ្ញុំនិយាយឲ្យមួយម៉ាត់ឲ្យខ្លីដើម្បីធ្វើឲ្យបែកគឺខ្ញុំសូមឲ្យអាជ្ញាធររៀបចំម្ដងនេះគឺរៀបម្ដងហើយគឺចប់គឺធ្វើយ៉ាងម៉េចគឺត្រូវតែលុបបំបត្តិចោលផ្សារដើមគោនិងផ្សារនាគមាសគឺមិនឲ្យលក់ដូរដាច់ខាតគឺលុបបំបត្តិចោលទាំងស្រុងដើម្បីឲ្យស្មើភាពគ្នាហើយឲ្យពួកគាត់ត្រឡប់ទៅលក់នៅផ្សារដើមគោថ្មីព្រោះទីតាំងផ្សារដើមគោថ្មីឃើញថាឆ្ងាយក៏ពួកគាត់ទៅដែរបើមិនជាលុបបំបត្តិទៅទាំងអស់គ្នាខ្ញុំហ៊ានធានាព្រោះកលៈទេសៈនេះពួកគាត់ខ្លះអត់ព្រមទៅដោយសារហេតុផលអីហេតុផលទី1អ្នកដែលគាត់មានតូបមានអីត្រឹមត្រូវគាត់បន្តនៅលក់អញ្ចឹងអ្នកអត់មានតូបគាត់បន្តទៅកន្លែងផ្សារដើមគោថ្មីអញ្ចឹងមានអ្នកដែលចេញទៅ30%អ្នកនៅ70%ដែលមានតូបមានអីត្រឹមត្រូវគាត់នៅបន្តលក់អញ្ចឹងខ្ញុំសួរតែអ្នកដែលទិញគាត់ច្បាស់ជាមកបន្តទិញនៅផ្សារដើមគោដដែលហើយគាត់អត់រត់ទៅទិញនៅកន្លែងផ្សារដើមគោថ្មីអីទេអញ្ចឹងអ្នកដែលគាត់មិនព្រមទៅនេះគាត់មានហេតុផលមួយហ្នឹងគាត់ថាបើគាត់ទៅលក់អ្នកទិញអត់ទៅហ្នឹងអ្នកទិញបន្តនៅទិញកន្លែងចាស់ហ្នឹងអញ្ចឹងគាត់ទៅលក់នោះគាត់អត់ដាច់ទី1ហើយនាំគាត់សំពេលវេលាលក់ដាច់គាត់ត្រូវប្រឈមមុខខាតព្រោះបន្លែផ្លែឈើបងប្អូនដឹងស្រាប់ហើយមិនដូចអវ៉ាន់ចាប់គួយស្គមបើចេញទៅត្រីណាដឹកមកលក់តែ3ថ្ងៃលក់អត់ចេញដឹកបោះចោលហើយដឹកកវ៉ាត់ចោលហើយហើយពួកគាត់មានពេលអង្គុយចាំចាប់មួយអង្គុយសំមួយនាំតែគាត់លក់ដាច់ដឹងពេលណាតែបើសិនជាមានវិធានការមួយថាលក់ទៅទាំងអស់អាជីវករផ្សារដើមគោផ្សារនេះត្រូវតែចាក់ចេញទៅគម្រោងថ្មីទាំងអស់ខ្ញុំធានាជូនថាពួកគាត់សុបាយចិត្តទៅព្រោះអីដោយសារអ្នកទិញទៅទាំងអស់អ្នកទិញអត់មានកន្លែងទិញនាំគ្នាទៅទិញកន្លែងគោដៅផ្សារដើមគោថ្មីហ្នឹងហើយទោះបីជាឆ្ងាយក៏លេងជាបញ្ហាដែរឆ្ងាយក៏ទៅដែរតាមគេខ្ញុំទៅហើយព្រោះអត់មានអ្នកលក់នៅផ្សារដើមគោផ្សារនេះវាចាស់ហ្នឹងអញ្ចឹងអ្នកទិញនាំគ្នារត់តាមទៅទិញនៅផ្សារដើមគោថ្មីទាំងអស់គ្នាអញ្ចឹងហើយចំណុចនេះគឺជាចំណុចមួយសំខាន់ថាបើធ្វើបើសិនករណី30%ដែលគាត់អត់តូបទិញគាត់ឲ្យទៅជួលនៅផ្សារដើមគោថ្មីហើយ30-70%ដែលមានតូបមានអីត្រឹមត្រូវបន្តនៅលក់ខ្ញុំធានាថាជាការវាសម្រាប់ធ្នាប់នេះបានតែមករយៈពេលខ្លីហើយដដែលមកវិញដដែលទេព្រោះដោយសារអីអ្នកលក់ដូរនៅក្នុងផ្សារនេះមានបងប្អូនបន្លែផ្លែឈើជាតិហើយក្លិនវាស្អុយនិយាយទៅក៏កិច្ចគ្រប់ណាស់ហើយខ្ញុំនិយាយឲ្យត្រង់ដោយសារតែខ្ញុំធ្លាប់រស់នៅកន្លែងហ្នឹងហើយមិត្តភក្តិខ្ញុំសិតតែអ្នករស់ស៊ីហើយខ្នាតធំអ្នកមានទៀតដល់បងប្អូនគេអនាម័យណាស់ចានគេហូបសិតតែចំហុយប៉ុន្តែលទ្ធផលនៅតែកើតជំងឺមហារីកតែខ្សែឈាមខួរក្បាលមហារីកនិយាយទៅគឺមានជំងឺរ៉ាំរ៉ៃណាស់អ្នករស់នៅក្នុងហ្នឹងទោះបីជាមានលុយចាយទៅលុយហ្នឹងទុកដូចមើលជំងឺអញ្ចឹងប៉ះពាល់សុខភាពខ្លាំងណាស់បើផ្សែងណាបងប្អូនខ្ញុំកាលខ្ញុំរស់នៅលក់អវ៉ាន់បោះដុំគឺខ្ញុំឈឺរហូតថ្ងៃណាក៏កោសខ្យល់ដែរពុលនឹងផ្សែងម៉ូតូចូលឡើងណែនរកផ្លូវដើមឃើញថ្ងៃអង្គុយហត់តែផ្សែងឡានផ្សែងម៉ូតូនឹងបងវត្តមុនអាយុដែរ
ចង់និយាយថាបើសិនជាផ្លាស់ប្ដូរពីផ្សារដង្គោចាស់ហ្នឹងពីផ្សារអ្នកមានដេញទៅផ្សារដង្គោថ្មីទាំងអស់អាជីវករនាំគ្នាសប្បាយចិត្តទៀតដោយសារអីដោយសារតែតម្លៃជួលតូបនៅផ្សារដង្គោថ្មីគឺមានការកំណត់ត្រឹមត្រូវអត់ថ្លៃទេចុះផ្លត់ជួលនៅនេះ3000 1000 2000អីទៅជួលនៅតែ500បងទឹកបងភ្លើងមានកន្លែងលក់ត្រឹមត្រូវរឿងអីមិនចង់ទៅហ្នឹងហើយពួកគាត់ចង់ទៅណាបើសិនជាដេញទៅទាំងអស់គ្នាកុំទុក70%នៅ30%ទៅធ្វើបែបនេះគឺខ្ញុំគិតថាធ្វើមួយលានឆ្នាំទៀតក៏អត់ជោគជ័យដែរគឺនៅតែដែរទៅវិញទៅមកតែដែរហ្នឹងសរុបមកគណៈពេលនេះគឺស្ថិតនៅក្នុងការរកដំណោះស្រាយសម្រួលដោយសន្តិវិធីដោយការពេញចិត្តទទួលយកទាំងសងខាងអញ្ចឹងអាជ្ញាធរគួរតែមានដំណោះស្រាយថ្មីហើយក៏ទុកពេលឲ្យពួកគាត់ដែរដោយសារអីបងប្អូនខ្លះគាត់ជាប់កងត្រាផ្ទះកងត្រាតូបមួយឆ្នាំ2ឆ្នាំតម្កល់លុយកងត្រាអញ្ចឹងបើសិនជាពួកគាត់ចេញទៅមុនក៏ពួកគាត់ត្រូវដាច់លុយកងត្រាដែរអញ្ចឹងលុយកងត្រាគាត់ក៏មិនតិចដែរបងប្អូនតូបជួលតម្លៃ3000ខ្ញុំការកងត្រាគាត់ជួលគាត់តម្កល់លុយកក់អីអញ្ចឹងក៏ត្រូវការពេលវេលាឲ្យពួកគាត់ដែរត្រូវតែសម្រួលហើយពិភាក្សាមួយពួកគាត់ហើយនិយាយមួយម៉ាត់ឲ្យខ្លីអត់មានដេញ70អីទុកដេញ30%អ្នកលក់អសនៈធ្នាប់ឲ្យទុកអ្នកនៅមានតូបមានអីដែរតើដែរសង្ឃឹមថាលើកនេះគឺលុបបំបត្តិទីតាំងសារដំកោសារអ្នកមាននឹងចោលទៅកុំឲ្យប៉ះពាល់នៅទឹកភាពបណ្ដាទីក្រុងមើលទៅវាញ៉ៃញ៉ៃគ្មានសណ្ដាប់ធ្នាប់លក់ដូរផ្លូវវាចៀតខ្វះអនាម័យនិយាយទៅមើលទៅវាចាប់យើងគ្រប់មុខហ្មង